បាទសួស្តីសប្តាហ៍ទាំងអស់គ្នាថ្ងៃនេះលោកគ្រូត្រឡប់មកវិញសារជាថ្មីម្ដងទៀតនៅមេរៀនថ្មីអញ្ចឹងកាលពីថ្ងៃមុនយើងធ្វើការដំឡើង Flutter SDK ហ្នឹងនៅលើ Android Studio អញ្ចឹងថ្ងៃនេះលោកគ្រូនឹងធ្វើការដំឡើងFlutter SDK ហ្នឹងនៅលើ Visual Studio Code ម្ដងណាអូខេអញ្ចឹងជាដំបូងគឺយើងចូល flutter.dev មកអញ្ចឹងអ្នកនរគ្នាចុច start មកណាអញ្ចឹង start មកគេ start មកយើងឃើញថាកន្លែងនេះវាមាននេះកន្លែងនេះវាមានដាក់ថាឲ្យយើង download ណាយើង download កន្លែងនេះយើង download នេះអញ្ចឹងទី1វា install JIT នេះយើង install ហើយលើកមុនអូខេអញ្ចឹងយើងអាច download Visual Studio Code បាននេះកន្លែងនេះចុចលើកន្លែងហ្នឹងមកអូខេអញ្ចឹងចុចលើកន្លែងហ្នឹងវាមាន3 version របស់ OS Operating System ដែលយើងកំពុងដំណើរការតែយើងដាក់នៅលើអីឥឡូវដោយសារម៉ាស៊ីនរបស់លោកគ្រូនេះគឺ Windows 10 64 bit អញ្ចឹងលោកយកកន្លែងនេះគឺ Windows ណាអូខេคลิกលើនេះមកអូខេអញ្ចឹងយើងคลิกតទៀតមកណាបាទជឿវា download ឲ្យយើងអញ្ចឹងទំហំមកវាគឺ110 មេទី64បាទអញ្ចឹងយើងសូមចាំកន្លែងនឹងតិចណាជាមួយលោកគ្រូបាន download ហើយឬនៅហើយជាមិនទាន់បាន download ទេនៅមុនអូនេះបាន download ហើយអូខេអញ្ចឹងដោយសារតែអ៊ីនធឺណិតលោកគ្រូ slow ដែរចឹងលោកគ្រូសូម cancel វាចោលទៅយើង set up យកមកណាអូខេអញ្ចឹងបែរមកមើលកន្លែងនេះបន្តិចណាចឹងយើង set up មកអូខេ accept the agreement next កន្លែងនេះ create the desktop មកអូខេ install បាទអញ្ចឹងសូមរងចាំបន្តិចដើម្បីឲ្យវាពលាកម្មវិធីហ្នឹងលើ Windows របស់យើងអូខេរួចរាល់យើង finish មកអូខេអញ្ចឹងយើងបើកអានេះមកណាយើងបើកមកអានេះវាឲ្យយើងជ្រើសរើស theme របស់យើងថាstyle mode សម្រាប់វាមាន dark មាន light មានអីហ្នឹងយើងចង់ឆ្លាញ់មួយណាយើងមួយហ្នឹងមកណាអូខេអូខេកន្លែងនេះយើងចូលកន្លែងនេះណាមកខាត់ពេលយើងចូលកន្លែងextension ណាអញ្ចឹងដើម្បីអាចយើងអាច install SDK បានអញ្ចឹងយើងត្រូវមាន extension ដូចគ្នានៅលើ Android Studio ក៏ត្រូវមាន plugin ដែរអញ្ចឹងអានេះគេហៅថា extension ណាអញ្ចឹងយើងយកពី install មកអូខេ draft publisher and install ចុចលើហ្នឹងមកអញ្ចឹងយើងនឹងចាំបន្តិចសិន
và ok rồi rồi hết nè chẳng dương man extension Flutter នឹងហើយប៉ុន្តែយើងធ្វើដោយមិនដែរដើម្បីបង្កើត the first project ឥឡូវយើងបង្កើត project របស់ Flutter នឹងរបៀបម៉េចអូខេចឹងលោកបាត់នេះចោលលោកបាត់នេះចោលណាចឹងដើម្បីបង្កើតproject របស់ Flutter នៅលើ Visual Studio Code យើងត្រូវទៅមើលនៅក្នុង instruction គេណែនាំណាយើង back ត្រឡប់មកវិញមកអូខេនេះវាប្រាប់យើងនេះ install Flutter with Visual VS Code Visual Studio Code ណាអូខេនេះគេនេះ Control Shift P ឬក៏ click លើ view comment parallel បាទឬក៏ Control Shift P អូខេអញ្ចឹងកន្លែងនេះវាចេញមក comment ឲ្យយើងជា comment ជាពាក្យបញ្ជាអញ្ចឹងយើងមើលនេះ comment នេះអញ្ចឹងយើងថែពាក្យថា Flutter ណាដើម្បីយើងបង្កើតវាកន្លែង comment ហ្នឹងចូល view comment parallel យើងប្រើពាក្យ Flutter នេះអញ្ចឹងនៅពេលដែលយើងប្រើពាក្យថែពាក្យ Flutter យើងវាពាក្យ Flutter កន្លែងនេះឃើញយើងដាក់ថា new project ចឹងយើង click លើ project ហ្នឹងមកវាមានឲ្យយើងជ្រើសរើសយក application ឬក៏ empty application ឥឡូវគ្រូយក application ហ្មងទៅណាអាហ្នឹងចាំគ្រូធ្វើវីដេអូបង្រៀនតាក់ទងមួយកន្លែងលម្អិតរឿងមិនបានមាន empty application មិនមាន application ហ្មងអូខេអញ្ចឹងគ្រូដាក់មក simple code 1 VS Visual Studio Code VSC នេះដាក់លើនេះមកណាអូខេចឹងអានេះលើយើងដាក់មក enter មក Flutter application អូខេបាទ trust កន្លែងនេះ check box នេះតិចមកហើយ yes trust អូខេប៉ណ្ណឹងវានឹងចាប់ផ្ដើមធ្វើការបង្កើតនៅ project Flutter project ហ្នឹងនៅលើ Visual Studio Code យើងហើយសួរយើងអូខេនេះអូខេដើរហើយណាបាទនេះ project របស់យើងណាបាទអូខេអញ្ចឹងវីដេអូនេះលោកគ្រូសូមចែកម្លែកត្រឹមតែប៉ុណ្្នឹងសម្រាប់ការដំឡើងនៅ SDK នៅលើ Visual Studio Code ហើយនឹងយើងមេរៀនបន្តពីនឹងទៀតយើងនឹងធ្វើការណែនាំអំពីរបៀបប្រើប្រាស់វានៅលើ Visual Studio Code ហ្នឹងអូខេអញ្ចឹងលោកគ្រូលាតាមប៉ុណ្្នឹងអូខេបាយ